បាទជំរាបសួរពុកម៉ែបងប្អូនបាទថ្ងៃនេះខាងយើងមកបង្ហាញពីចង្ក្រានប្រេងប្រើចង្ក្រានប្រេងខ្មៅលក្ខណៈខ្ទះត្នោតខ្នាតធំបាទមុខកាត់នេះគឺខ្នាតជាក់តែម្ដងគឺមុខកាត់3ទឹកកន្លះបាទកម្រាស់10លីបាទហើយប្រភេទនេះយើងអាចដាក់ជាប្រភេទខ្ទះត្នោតចុងភៅការឬក៏ប្រភេទដាក់ក្នុងឡបាទខ្ទះគេរៀបជាឡយើងអាចរុញបញ្ចូលបានបាទនេះគេហៅចង្ក្រានប្រភេទដាក់ក្នុងឡឬក៏ដាក់ជាមួយនឹងខ្ទះត្នោតត្រូវបាទភ្លើងខ្លាំងល្អបើពុកម៉ែបងប្អូនមានតម្រូវការចង់បានប្រភេទឡភ្លើងសម្រាប់ដាក់ខ្ទះត្នោតឬក៏រុញចូលឡអីពុកម៉ែបងប្អូនអាចតាក់ទងមកខាងយើងបានមានគ្រប់ຂະຫນាតគ្រប់លេខគ្រប់ទំហំបាទមានប្រភេទຂະຫນាតលក្ខណៈគ្រួសារលក្ខណៈអាជីវកម្មបង្កសុបធម្មតាល្មមក៏មានហើយលក្ខណៈខ្ទះត្នោតដាក់ខ្ទះត្នោតធំក៏មានបាទនេះគឺយើងសាកជូនភ្ញៀវមុននឹងយើងផ្ញើឲ្យភ្ញៀវបាទយើងធ្វើឲ្យយើងតេស្តជូនភ្ញៀវឲ្យមានភ្លើងថាភ្លើងខ្លាំងល្អទើបយើងសម្រាប់ដាក់ឲ្យភ្ញៀវបាទគឺមើលភ្លើងខ្លាំងល្អណាស់បាទនេះមុនយើងនេះរៀបចំឲ្យភ្ញៀវយើងតេស្តភ្លើងជូនភ្ញៀវសិនបានយើងសម្រាប់យកឲ្យភ្ញៀវបាទចង្ក្រាននេះដែរគឺភ្ញៀវគាត់យកទៅដុតប្រភេទថងកស៊ូចម្រាញ់យកប្រេងបាទចម្រាញ់យកប្រេងប្រភេទជីសាំងបាទគេយកទៅមកងោហើយយកដុតហើយយើងចម្រាញ់ជាសាំងយកសម្រាប់ចាក់ឡានបាទគឺគាត់កំងຂະຫນាតធំតែម្ដងគឺຂະຫນាត3ទឹកកន្លះបាទຂະຫນាតយក្សបាទដើម្បីតម្រូវការរបស់គាត់យកទៅមកងាស់ប្រភេទថងផ្លាស្ទិកឲ្យចេញជាប្រេងបាទអរគុណច្រើនពុកម៉ែបងប្អូនដែលមានតម្រូវការអាចតាក់ទងមកខាងយើងបានសូមជម្រាបលាបាទ